Chính cái ờ bông nhom toàn hậu vậyបងបាទមកអីក៏ក៏បើកដែរលោកគ្រូក៏បើកចាអូក៏គេបើកហើយបាទមកខ្ញុំហាព្រឹកមិញពីខេត្តមកនៅស្ទើរដោយសារចូលហូបអីនៅកន្លែងគេលក់ទៅបាយរឹងពេកឥឡូវខ្ញុំមកសាកហ្នឹងគឺខ្ញុំចង់ដឹងថាអង្គវាមិនហើយគាត់ប្រាប់មិញថាអង្គហ្នឹងរដ្ឋាភិបាលគេបើកឲ្យអញ្ចឹងខ្ញុំមើលទៅអង្គហ្នឹងដូចជាខ្ញុំហូបនៅសេតកែរាល់ថ្ងៃអញ្ចឹងមានន័យថាគាត់បើបាទហើយសព្រារបស់គាត់នៅគាត់បើដែរហើយខ្ញុំមកមើលម្ហូបទៅចាម្ហូបហ្នឹងគឺប្រហុកប៉ុន្តែហឹលបន្តិចហើយខ្ញុំមិនអត់ដាក់ចេះហឹលទេអត់សូវហឹលទេចាឃើញចេះអត់សូវហឹលទេអូហាត្រីដៃត្រីស្រែក៏ត្រីតែមិនដឹងតែដីស្រែអី1គីឡូ10000គីឡូ10000ណាអញ្ចឹងត្រីដៃមិនតាន់ស្រែទេអូខ្ញុំប្រាប់ឲ្យហូតតែ2ម៉ាត់ទេប៉ុន្តែបើបងឌូឲ្យខ្ញុំសាកមិនតិចផងច្រើនមកណាចាឆ្ងាញ់ទៅលោកមិនមកខ្ញុំនេះណាស្អែកអាចាដល់ទៅលើកមកចេនិយាយឡាយនេះណាបាទបាទបងប្អូនសូមបញ្ជាក់ថាខ្ញុំមកមិនមែនខ្ញុំមកធ្វើរឹកគឺថតទេព្រោះថាមកយកព័ន្ធមិនយកពិតហើយមកដល់គឺមហូបអីអញ្ចឹងចាក់ស្ដែងជាពិសេសអង្គដែលរដ្ឋាភិបាលលោកផ្ដល់មកបើប្រៀបធៀបនឹងខ្ញុំអ្វីធ្លាប់ជួបប្រទេសកាលពី10ឆ្នាំមុនអាយអង្គអំណោយជាកើតទេតែដល់ឥឡូវអង្គអំណោយដូចក៏ខ្ញុំហូបដែរអញ្ចឹងគឺខ្ញុំចង់ចាក់ខ្ញុំឃើញហើយមកឃើញជីវភាពចាក់ស្ដែងអញ្ចឹងបើទោះបីជាបងប្អូនខ្លះមើលមកអញ្ចេះចុះមិនប៉ុន្តែក្នុងស្ថានភាពជាក់ស្ដែងហើយដែលខ្ញុំផ្ទាល់មិនមែនជាអ្នកកសែតជើង10ទេគឺខ្ញុំដូចអ្នកកសែតដទៃទៀតមកកាន់តំបន់នេះជីដែនខ្ញុំដើរទាំងអស់ហើយក៏យើងបានឃើញអញ្ចឹងនេះអញ្ចឹងខ្ញុំចង់បញ្ជាក់ថាសូមឲ្យបងប្អូនខាងក្រៅក្តីអ្នកដែលរិះគន់អីលោករិះគន់ចុះខ្ញុំមិនថាអីទេលោកខ្ញុំផ្សាយឲ្យលោករិះគន់ចុះប៉ុន្តែការរិះគន់របស់លោកខ្ញុំមកបង្ហាញលោកចង់ថាខ្ញុំមិនថាតែប៉ុន្តែវាឃើញស្ដែងក្នុងស្ថានភាពយើងជួបការលំបាកបែបនេះឲ្យរដ្ឋាភិបាលដោះស្រាយហើយនេះយើងត្រូវអរគុណរដ្ឋាភិបាលសម្ដេចតេជោធិបតីអរគុណសប្បុរសជនមានតាំងពីអ្នកអង្គការលោកអ្នកអង្គការសប្បុរសជនខ្មែរគ្រប់ប្រភេទទាំងអស់ដែលបានជួយអញ្ចឹងសមិទ្ធផលនេះបានជាសមិទ្ធផលរបស់ប្រជារាស្ត្រខ្មែរយើងទាំងអស់អញ្ចឹងបងស្រីមើលសប្បាយពេញចិត្តណាប៉ុណ្ណឹងក្នុងពេលប៉ុណ្ណឹងណាប៉ុណ្ណាចាសប្បាយហើយគ្រួសារបងមានគ្រួសារគ្រួសារបងជាទាហានឬក៏អីទេក៏ទាហានទេប៉ូលីសទេធម្មតាស្រីធម្មតាឥឡូវគាត់ទៅណាហើយគាត់នៅមើលគោបងស្បើហើយផ្ទះបងធំឯកាលសៀមមិនទាន់យកទេទូចចាអញ្ចឹងមានន័យថានេះបានធំជាងមុនបានធំជាងមុនជាងមុនល្អជាងមុនអញ្ចឹងហ៎ហើយកូនចៅមកនេះកូនចៅខ្ញុំ4នាក់ស្រី2ប្រុស2អញ្ចឹងខ្ញុំឃើញគេខាងនោះរៀបចំតុបតែងទៅជាកតុបអីស្អាតណាមើលទៅទំនងបន្តិចទៅវាអាចទៅហ្នឹងហើយអរគុណច្រើនហើយបងបានមកឃើញចាក់ស្ដែងបាទអរគុណបាទញ៉ាំអីគេថាវិស័យព័ត៌មាន